ដោយឡែកមនុស្សដែលមិនដឹងគុណមនុស្សដែលមិនចេះគោរពអ្នកមានគុណហើយបែរជាត្រឡប់ធ្វើបាបគាត់វិញណាអាហ្នឹងក៏បាបធ្ងន់ដែរណាញោមបើជាមួយម៉ែជាមួយឪនេះណាបើធ្វើបុណ្យជាមួយបានបុណ្យច្រើនណាគ្មានបានបុណ្យអីដែលក្រៃលែងដែលវិសេសវិសាលជាងធ្វើបុណ្យជាមួយអ្នកមានគុណនឹងទេបាទតែបាបដូចគ្នាក៏គ្មានបាបណាដែលធ្ងន់ជាងធ្វើបាបអ្នកមានគុណញោមអ្នកធ្លាប់បួសរៀនសូត្រដឹងហើយនៅក្នុងអនន្តរិយកម្មបាទអនន្តរិយកម្មព្រះអង្គសម្ដែងមាន5មេតុឃាតសម្រាប់មេដាបេតុឃាតសម្រាប់បិតាអរហន្តឃាតសម្រាប់ព្រះអរហន្តលោហិតបាតញ៉ាំងព្រះលោហិតរបស់ព្រះពុទ្ធឲ្យពុះពោចេញមកនិងសង្ឃភេទ8សង្ឃ5នឹងញោមជាអនន្តរិយកម្មប្រែថាកម្មដែលឲ្យផលមិនមានចន្លោះប្របានទេញាតិញោមយើងមើលនៅក្នុងកម្មទាំង5យ៉ាងហ្នឹងណាមេតុឃាតបេតុឃាតនៅលើគេទាំងអស់សំបីតែកម្មដែលធ្ងន់ប៉ុណ្ណឹងហើយហ្នឹងណាការសម្លាប់មេដាបិតាហ្នឹងគឺធ្ងន់លើសគេទាំងអស់បាទលើសគេទាំងអស់ដូចជាអតីតជាតិរបស់ព្រះមហាមោគលានញាតិញោមធ្លាប់ឮពនាមលោកហ៎ញោមបាទព្រះមហាមោគលាននេះជាអក្សសាវកឆ្វេងរបស់ព្រះពុទ្ធជាម្ចាស់ហើយលោកជាសម្លាញ់របស់ព្រះសារីបុត្រតាំងពីនៅជាកុហកម្លេះម្នាក់ឈ្មោះថាឧបទេសៈម្នាក់ទៀតឈ្មោះថាកោលិតៈដល់ពេលបានមកបួសមកឧបទេសៈបានមកជាព្រះសារីបុត្រនាមថ្មីដាក់នាមតាមញោមស្រីរបស់លោកឈ្មោះសារីក៏ម្នាក់ទៀតកោលិតៈនោះបានមកជាព្រះមហាមោគលានដាក់តាមនាមរបស់ម្ដាយលោកឈ្មោះមោគលីញាតិញោមចុកចកេះហ៎អត់អីទេណាសុខសប្បាយទេណាតើអាសាហៅមិនចឹងទេបដូរអារម្មណ៍ទៅណាផ្សេងអស់ឥឡូវហ្នឹងព្រោះអាត្មាទេមិនមែនទេបិទភ្នែកណាមកទេបើកភ្នែកញោមណាឆ្វេងឆ្វាយក៏ដឹងញោមណាសង្រួមក៏ដឹងបើសង្រួមបានបុណ្យបានកុសលអត់មានទោសញោមណាឆ្វេងឆ្វាយអាហ្នឹងញោមហ្នឹងមានទោសហើយទោសអីទោសនៅក្នុងការស្ដាប់ធម៌ដោយមិនសង្រួមអញ្ចឹងបើចេះហៅមកដើម្បីកុំឲ្យញោមបាបយូរពេកហ្នឹងព្រះមោគលាននេះណាញោមបើនិយាយពីរិទ្ធរបស់លោកក្រោយពីបួសហើយបានជាព្រះអរហន្តលោកអាចហោះហើរលើអាកាសទៅដល់ទេវលោកជ្រែកដីទៅដល់នរកដល់ប្រែតនោះបងហើយរឿងហ្នឹងមិនមែនរឿងព្រេងនិយាយតគ្នាទេមិនមែនតែណាជាអក្សសាវកណាមានរិទ្ធណាស់ញោមចុះអធិវិធិលោកអាចសម្ដែងរិទ្ធសម្ដែងបដិហាបានប៉ុន្តែចុងក្រោយមុននឹងលោកបរិនិព្វានណាញោមត្រូវបានចោល500នាក់តាមវាយលោករាល់ថ្ងៃដល់ពេលកម្មឲ្យផលពេលវេលាដែលត្រូវកម្មមកតន់ណាចេញទៅណាក៏ឃើញចោល500នាក់ទៅពួនកន្លែងណាក៏ចោលរកឃើញណាញោមញាតិញោមអាកាលពីមុនពេលដែលកម្មវាអត់តន់ឲ្យផលណាអត់ដែលឃើញមុខចោលហ្នឹងទេដល់ពេលកម្មត្រូវឲ្យផលមុនបរិនិព្វាននិយាយពីទៅបិណ្ឌបាតក៏ឃើញចោល500នាក់ទៅគង់កន្លែងស្ងាត់កន្លែងណាក៏ឃើញតែចោល500នាក់ខ្លះកាន់កបិតខ្លះកាន់ដាវកាន់របងតាមកាប់លោកតាមសម្លាប់លោក
đó hay lô cất mớ sầm đay như rất đó xong bay tập bỏ lọt bằng ui được tốt môi cả lục tranh bà nào miền bà hồng thì ớt miền bà hồng chưa đây ảnh niệm chưa đây tao bàn đúng không bắn tay tao đo cả lại ná chào tao đo nâng đại đó chẳng lô cất thả bờ cách vừa mũi có ra hot nãy lục miền chuột nó không ăn ta ấy thế và đôi ở cao ở chào cặp mà ở chào cặp sạch lục mặt tịch sạch lục trăm trong bà hai bà học trẻ em nhôm lòm trăm đăng ấy lòm trăm bà học ấy chẳng à bốc lòng vol sạch lục á rồi hốt đó sạch lục năng mặt bà phân cầm nát khọp có ở bàn bà phân khọp có mà cả nát á nhôm sạch lòng mọt chẳng á nhôm chẳng ấy mọt chẳng kì vay tích nó sao phân cầm nát khọp có tích nữa bán lốp công thiết năng mà vinh từ chua bà phốt đàn sẽ đạp vào vọt rương ráo bát và cam bỏ lốp còn lia bà rệ nè piên tàu bà rệ nè piên á nhôm á xong bay bà ra hòn hay kích ở pi pot pi pi về ria nó ngắt bán đó nó nhôm vào nhận nhôm mới nhận nhôm thọp lưu thật cam hành pi đấy vào cam pi cam phong pi phong cam nè ai miền mẹ Paul châu tộc cắt đại hái ai nâng khai tàu chia hào sẽ cam nâng cam nhôm cam tai pi ở đây xong bay à là hạt tập Paul hái trâu rong cam rong pi nâng sân xong bay bột bột dớt ban tra đăng hái pe đây bỏ ông phải chuôn khơi này lọt miền pi cho môi tật tầng ngõ cho môi nâng sạt xe để đặt tùm này nhé xe vừa clean về trong phật tức à pe bò cắt tầng đó à vì ao phật tơ hái ở ai phật tê tiền vì hái tao đòi phật hái bán đã rồi tới giờ xe nâng giờ mà áo phật tức nâng bình đợt pe bỏ ăn muốn nâng bể là biến cái này nhóm khơi pe là non tọt đòn tức sao bà tức la sát đâu chưa lọ nó miền pia cái đấy ai phò là bỏ ăn thọp cà chiết ngồi nốt phơi chỉ nẹt bật đào bỏ ăn thọp phơi chỉ nẹt bật đào là nhau mà bạn đấy mẹ em vừa thong này thọp cà chỉ nẹt bật đào miền cọt môi nó à miệt lòng thôm cả anh hơi cầm lăng khăng hay uột khang nông sọc nông phôm năng ăn bên là cái hiền bật đal hiền vay mua có đó rồi uột cái hay khăn ông chiết môi nắng bột bột chứ cao chiêm mà nô tư á nhổ tiếp có nó cầm lăng khăng đợt pe khơi quạt đang vừa uột pe trứ làng tất tổ chập đây hay chập trước lợt làng lỡ ốc nương chữ cúng kê nó được kịch chặt cây bạ chặt cây miền là pia về riêng nó bỏ ăn á tra đăng hai nó bỏ ăn sư chặt cây là hốt nhổ sư chặt cây nó pia cái đấy nhận cho miền pia đó này vào trắng cam pia ở tàu na ngay vì cái này thế nhổ nè na với tam oi phòn nè nằng nó nhôm ná nó không phổ vật để cao tổ bay cao chiết nan cả đôi ao tầm miên ở các năng ai ao Paul chứ trâu tại ao Paul kịch ở rồi tề bây mà ha mô cả liên nhổm đại lô trâu ban cho pram rồi nẹ che tờ tam cặp sầm lạp lột đôi trái mau pi à tây tại chiết lái lô lọt phớ ba mà đai ở phúc đại khoạp này nè nhôm mà nhận nhôm mới hay à tây tại chiết năng mến chiết ti pi chiết ti bay cả lòng tàu tên á bờ cất chịp hai đây với cao sắp phẩm buôn hai đây nhôm cao sắp phẩm buôn hai đây à lột lọt cao
ជាកូនប្រុសរបស់យាយតាពីរអ្នកប្តីប្រពន្ធដែលគាត់ខ្វាក់ភ្នែកដំបងឡើយតាំងពីក្មេងរហូតដល់ពេញកំឡោះរហូតដល់កំឡោះរៀងចាស់បន្តិចបំរើមេដាបៃតាដោយយកចិត្តទុកដាក់គោរពប្រណិប័តខ្លាំងបំផុតដល់ថ្នាក់ពេញកំឡោះហើយណាម្ដាយឪពុកណែនាំឲ្យកូនយកប្រពន្ធទៅដល់វ័យត្រូវយកប្រពន្ធហើយអត់យកទេណាអត់យកទេប្រាប់ម្ដាយឪពុកវិញថាកូនអត់ចង់យកប្រពន្ធទេពីព្រោះខ្លាចយកប្រពន្ធមកខ្លាចគេអត់ចេះបំរើម្ដាយឪពុកខ្លាចគេទើសគេទាល់ហើយវាអត់មានឱកាសសម្រាប់ខ្ញុំដើម្បីនៅបំរើម្ដាយឪពុកគេណាញោមគិតចឹងអត់យកប្រពន្ធទេអត់យកមកហើយគាត់ស្អាតញោមស្អាតបែបស្អាតដោយអាត្មាអញ្ចឹងទៅមិនណើបែបស្អាតជាងមិនស្អាតប៉ុណ្ណឹងទេអាត្មាបើស្អាតជាងហ្នឹងបែបបួសមិនបានយូរគាត់អត់យកប្រពន្ធទេណាខ្លាចយកប្រពន្ធមកចិត្តអត់បានហើយទៅតល់ជាមួយម្ដាយឪពុកដែលខ្វាក់ភ្នែកនឹងផងអាចធ្វើឲ្យគាត់នឹងខកខាតពេលវេលាមិនបានបំរើអ្នកមានគុណផងចឹងអត់យកសោះសុខចិត្តនៅបំរើម្ដាយឪពុកនឹងពេលព្រឹកព្រលឹមឡើងដាំបាយដាំអីឲ្យគាត់ហូបហើយឆ្អែតចឹងទៅងូតទឹកងូតអីហើយសពគ្រប់ឲ្យគាត់នៅផ្ទះខ្លួននឹងទៅកាប់អស់ហើយបានអស់មកយកចូលភូមិយកចូលផ្សារលក់ដូរបានលុយបានកបានអីមករៀបចំបាយទឹកជូនចំពោះម្ដាយឪពុករាល់ថ្ងៃទៅចឹងអត់ដែលខានថ្ងៃណាទេប៉ុន្តែមាននាងម្នាក់នៅក្នុងភូមិនឹងឃើញបរោះនឹងឧស្សាហ៍ឃើញបរោះនឹងស្អាតលងស្រឡាញ់ញោមស្រឡាញ់បរោះនឹងហើយដឹងថាបរោះនឹងណាដែលអត់ព្រមយកប្រពន្ធហ្នឹងគឺដោយសារតែខ្លាចប្រពន្ធហ្នឹងមកទើសទាល់ជាមួយនឹងម្ដាយឪពុកអត់ចេះបំរើម្ដាយឪពុករបស់ខ្លួននាងហ្នឹងដឹងអញ្ចឹងអត់ទៅសុំស្នេហាអត់ទៅអីទេអត់ទេហ្នឹងគ្រាន់តែបង្ហាញឲ្យដឹងតែខ្លួនស្រឡាញ់បរោះហ្នឹងនៅពេលដែលបរោះហ្នឹងទៅព្រៃបាត់នាងហ្នឹងគេទៅផ្ទះម្ដាយឪពុកនឹងទៅលាងចានលាងឆ្នាំងទៅបោសសម្អាតកន្លែងគាត់សម្រានទៅដាំបាយដាំអីឲ្យហើយបញ្ចុកបាយបញ្ចុកអីឲ្យហើយចឹងទៅម្ដាយឪពុកបោះបរោះនឹងសួរថានាងដែរណាថាខ្ញុំអ្នកស្រុកអ្នកភូមិនេះហើយខ្ញុំមានចិត្តស្រឡាញ់ចំពោះបងប្រុសហើយខ្ញុំអត់មានស្រឡាញ់ណាទៀតទេចិត្តខ្ញុំស្រឡាញ់ហើយឃើញគាត់នឿយឃើញគាត់ហត់បំរើម្ដាយឪពុកចាស់ជរាហើយទាំងល្ងឹតទាំងពីរចឹងខ្ញុំអាណិតគាត់ណាខ្ញុំមកជួយនេះជួយដើម្បីសម្រាលទុក្ខរបស់គាត់ទេនាងនឹងទៅធ្វើចឹងរាល់ថ្ងៃពីមុនមកបរោះនោះឲ្យតែមកដល់ផ្ទះវិញដាំបាយឲ្យម៉ែឲ្យងូតទឹកឲ្យម៉ែឲ្យសពគ្រប់ហើយដល់ពេលចាប់ពីពេលហ្នឹងមកឲ្យតែមកដល់ផ្ទះរួចទាំងអស់ការងារណាដែលបរោះនឹងធ្លាប់ធ្វើពីមុនក្រោយពីត្រឡប់មកពីព្រៃមកដល់គឺនាងនឹងធ្វើហើយទាំងអស់ហើយស្អាតចាធ្វើយូរទៅបរោះនឹងជឿទុកចិត្តម្ដាយឪពុកនោះក៏ប្រាប់ថាកូនយកគេទៅព្រោះក្តីបារម្ភរបស់កូនខ្លាចគេមកគេអត់ស្រឡាញ់ពុកម៉ែអត់ចេះបម្រើពុកម៉ែគេទៅគេតល់តែចំពោះនាងដែលមកបម្រើរាល់ថ្ងៃនេះកូនដឹងស្រាប់ហើយគេមិនធុញមិនទ្រាន់គេមិនស្អប់គេមិនខ្ពើមទេគេមកបម្រើពុកម៉ែនេះដូចជាកូនបម្រើផ្ទាល់ខ្លួនចឹងមកមានបាយមានទឹកបញ្ចុករៀបចំសពគ្រប់ម្ហូបចំណីបោសច្រាសសម្លៀកបំពាក់យកទៅបោកទៅគក់ឲ្យម្ដាយឪពុកងូតទឹកយ៉ាងស្អាតហើយគេធ្វើអញ្ចឹងជារឿយមកហើយអាចទុកចិត្តបានហើយឯណោះដល់ពេលម្ដាយឪពុកនិយាយអញ្ចឹងហើយវាឃើញអញ្ចឹងដែរក៏ជឿញោមជឿព្រមយក
រៀបចំរស់នៅជាប្តីជាប្រពន្ធទៅប៉ុន្តែដឹងគេការអត់កាលហ្នឹងអាត្មាអត់ដឹងដែរកើតមិនទាន់ដឹងការអត់ដឹងមានអាចារ្យណាទៅធ្វើមេបាធ្វើអីនៅហ្នឹងអាត្មាអត់ដឹងដែរតែក្នុងកពីលោកបញ្ជាក់ថាក៏បានគ្នាព្រមព្រៀងជាប្តីជាប្រពន្ធទៅដល់ពេលបានជាប្តីជាប្រពន្ធរស់នៅជាមួយគ្នាហើយយូរទៅនាងប្រពន្ធឯណោះគេដូរចិត្តចុះកាលដែលគេមកធ្វើអំពើល្អទាំងប្រមាណព្រោះតែចង់បានបរោះហ្នឹងឲ្យព្រមបានស្រឡាញ់គេបានជាប្តីគេដល់បានជាប្តីហើយញោមអើយគ្រប់យ៉ាងក៏វាបដូរផ្លាដូចញោមខ្លះដែរហ្នឹងញោមខ្លះរើសកូនប្រសាមកឃើញល្អអាដបងអញ្ចឹងដែរមែនទេញោមណោះមានញោមម្នាក់អាត្មាស្គាល់គាត់ប្រាប់អាត្មាតែកូនប្រសាកណាមួយនឹងដបងល្អកូនប្រុសកណាទៅធ្វើការនៅភ្នំពេញគេស្គាល់គ្នាធ្វើការធនាគារមួយគ្នានៅភ្នំពេញល្អពេលមកដាំបាយដាំទឹកចេះធ្វើម្ហូបចេះធ្វើអីហើយដល់ពេលហើយកណាឃើញគេល្អក៏ទៅចូលស្ដីចូលទៅដឹងរៀបការត្រឹមត្រូវដល់ពេលឥឡូវនេះគេកូនពីរដល់ពេលកូនពីរឥឡូវឲ្យតែមកដល់ផ្ទះកណាធ្វើបាយគេស៊ីរាល់ថ្ងៃកាលមុនហ្នឹងមិនតាន់ការមកមានបន្លែឈើមានកាទៀមានអីផ្ញើឥឡូវមិនដែលមកដៃទេបើថាចូលឆ្នាំវិញមកដល់ទុកកូនវាឲ្យកណាមើលហើយវាដើរលេងទៅបៀលេលបែណាវាជុំគ្នាវាផឹកវាជប់លៀងមានអញ្ចឹងដែរតាញោមណោះបើមិនមែនតែយាយតាពីរនាក់ប្តីប្រពន្ធដែលខ្វាក់ភ្នែកនោះណាញោមខ្លះហ្នឹងសួយអញ្ចឹងដែរនាងនោះដល់ពេលហើយប្រែញោមប្រែចិត្តប្រែគំនិតពេលប្តីទៅព្រៃបាត់ទៅកាប់ឈើទៅរកស៊ីអីបាត់ទៅនាងនៅផ្ទះអាម៉ាំងអាម៉ោកបន្ទុះសរាយជាមួយម៉ែឪហ្នឹងថ្ងៃខ្លះយកលាមកយកមកប៉ាតនៅពេញពេលដឹងតែប្តីចិត្តមកវិញយកលាមកយកទៅប៉ាតពេញអានៀពេញអីទៅពេលមកដល់វិញនាងនោះសັບប្រាប់ទៀតបងឯងមើលខ្ញុំមិនដឹងខុសអីគាត់ស្អប់ខ្ញុំខឹងរឿងអីបានជាធ្វើបាបខ្ញុំគាត់យកលាមករបស់គាត់យកមកប៉ាតប្រឡាក់ឲ្យពេញក្រែតដើម្បីឲ្យខ្ញុំនឹងទៅលាងទៅសម្អាតហើយនោះអត់មាត់ទេដបងណាអត់មាត់អត់កហើយក៏មិនហ៊ានសួរថាម៉ែខឹងប្រពន្ធរឿងអីស្អប់រឿងអីដែរអត់ហ៊ានសួរទេតែគ្នាវាស្លូតដូចអាត្មាអញ្ចឹងណាញោមក៏មិនហ៊ានសួរមិនហ៊ានមាត់អីទេក្រោយមកទៀតយកបាយហ្នឹងយកបាយបញ្ញានាបទៅពេលប្តីមកវិញរាយការណ៍ទៀតហើយបងអើយមើលណោះខ្ញុំខំដាំបាយរហូតហើយគាត់អត់ហូបទេគាត់យកដៃកវាសកវាត់ឡើងបាយប្រឡាក់ពេញតក្រែហ្នឹងដោយបងឃើញស្រាប់ខ្ញុំបាណាដឹងខុសអីគាត់ខឹងខ្ញុំរឿងអីខ្ញុំមិនដឹងប្តីបានល្ងបានអីមកយកឲ្យប្រពន្ធថាឲ្យបុកដាក់អំបិលប្រៃដាក់បាយឲ្យម្ដាយហូបនោះបុកល្ងហើយស៊ីខ្លួនឯងអស់ពេលប្តីមកខ្លាចប្តីមើលខ្លាចប្តីឃើញយកអាខ្ជូងហ្នឹងបុកលាយដាក់ប្រៃមួយខ្ជូងហ្នឹងដាក់អំបិលមកយកឲ្យម្ដាយហូបទៅធ្វើបាបម្ដាយដល់យូរទៅចេះតែធ្វើអញ្ចឹងរឿយបើកើតជាកំហុសឲ្យម្ដាយឲ្យឪពុកទៅប្តីល្មមតែប្តីជឿហើយប្រាប់ប្តីឥឡូវបើបងយកខ្ញុំបងឯងចោលម៉ែឪហ្នឹងទៅខ្ញុំរស់នៅមួយគាត់ទៀតលែងបានហើយណែញោមដល់វគ្គឲ្យកាត់កាលណាញោមនឹងមានម៉ែឪខ្លះសើអញ្ចឹងដែរណាចុះឡើងឥឡូវបើបងឯងតាមម៉ែទៅរកម៉ែទៅ
បើតាមខ្ញុំនៅមួយខ្ញុំបើឲ្យខ្ញុំទៅត្រូវរៅទៅចូលផ្ទះម៉ែទៀតខ្ញុំទៅទេណែមានកូនភាសាខ្លះអញ្ចឹងណាញោមរើសកូនភាសារើសឲ្យមែនតើណាញោមបរោះនោះជឿប្រពន្ធញោមមើលក៏ជឿប្រពន្ធក៏រៀបមធ្យោបាយសម្រាប់ម្ដាយឪពុកខ្លួនឯងដោយទៅកុហកគាត់ថាឥឡូវណោះបងប្អូននៅខាងស្រុកមួយទៀតណោះព្រោះមិនមែនមានតែគាត់ណាគាត់មានបងគាត់មានប្អូនគាត់ណានៅស្រុកមួយទៀតណោះហើយគេឲ្យខ្ញុំនឹងនាំពុកម៉ែហ្នឹងទៅលេងគាត់នោះឮថាបងប្អូនឲ្យនាំទៅលេងក៏ព្រមទៅមួយកូនព្រលឹមឡើងហ្នឹងកូនរៀបចំរទេះរៀបចំจะមានលុចស៊ីសមាន Highlander មានអីណាដូចយើងឥឡូវញោមណោះក៏សម័យយូរណាស់មកហើយតាំងពី92ផែនដីមុនមានតែសត្វគោសត្វសេះនឹងឯងជាយានជាអ្នកនាំរទេះនោះចឹងទៅក៏រៀបចំរទេះហើយហ្នឹងលើកម្ដាយឪពុកដាក់លើរទេះហ្នឹងទៅបំពាក់គោទៅតឹមចេញធ្វើដំណើរទៅប៉ុន្តែយកទៅសម្លាប់ទេណាញោមមិនមែនយកទៅលេងផ្ទះបងប្អូនទេណាថាទៅលេងផ្ទះបងប្អូនហ្នឹងពាក្យកុហកតាដើម្បីឲ្យម្ដាយឪពុកជឿណោះស្រាប់តែដល់កន្លែងដែលមានព្រៃដែលធ្លាប់ល្បីថាផ្លូវហ្នឹងមានចោលចាំប្លន់អ្នកធ្វើដំណើរក៏ប្រាប់ម្ដាយឪពុកថាចូលអ្នកមានគុណនៅនឹងសិនចោះកូនសុំទៅខាងមុខបន្តិចទៅមើលផ្លូវនៅខាងមុខក៏លោមានចោលចាំប្លន់ចាំកាប់សម្លាប់អ្នកធ្វើដំណើរយកទ្រព្យយកសម្បត្តិក៏ខ្លួននឹងចោះទៅម្ដាយឪពុកខ្វាក់ភ្នែកទាំងពីរហ្នឹងនៅលើរទេះទៅមកសទុះធំត្រឡប់មកវិញដូរសម្លេងធ្វើចោលណាញោមតើខ្លួនឯងសោះហ្នឹងមិនមែនចោលទេខ្លួនឯងហ្នឹងមកបន្លំខ្លួនធ្វើចោលហើយមកនិយាយរឿងសួររទ្រព្យរសម្បត្តិហើយនឹងសម្លាប់អញ្ចឹងក៏រត់ទៅមកសទុះបានត្រឡប់មកវិញធ្វើខ្លួនជាកូនវិញធ្វើខ្លួនជាកូនវិញនឹកឃើញខុសខ្លួនឯងលើកម្ដាយឪពុកដាក់លើរទេះត្រឡប់ទៅផ្ទះវិញទៅដល់ផ្ទះវិញញាតិញោមហើយដឹងខ្លួនខុសសង្ហេះសង្ងោចស្ដាយអារម្មណ៍ដែលវាខុសហ្នឹងណាវានៅតាំងខួរក្បាលធ្វើឲ្យគាត់តូចចិត្តខ្លួនឯងពិបាកចិត្តខ្លួនឯងមិនគួរណាធ្វើប្រហែសមកបាំងជញ្ជាំងបិទមកផ្លែតមកធ្វើបាបកម្មដល់ម្លឹងញោមស្ដាយក្រោយស្ដាយក្រោយសួរញោមបន្តិចចុះប្រពន្ធទៅណាប្រពន្ធពេលហ្នឹងប្រពន្ធហ្នឹងគេលែងចោលញោមប្រពន្ធហ្នឹងបរោះហ្នឹងលែងចោលដោយនឹកឃើញខុសខ្លួនឯងមិនគួរណាជឿពាក្យប្រពន្ធដែលមូលប្រកាច់ម្ដាយឪពុកហើយទៅជឿប្រពន្ធមកធ្វើបាបកម្មចឹងពីថ្ងៃហ្នឹងទៅលែងប្រពន្ធចោលទៅលែងចោលហ្នឹងដឹងទៅណាដឹងមានតែគេយកទៀតអត់ប៉ុន្តែបើគេដឹងបែបមិនយកទេមិនណាអាត្មាក៏មិនយកដែរលែងប្រពន្ធនឹងចោលទៅសុខចិត្តនៅបំរើមេដាបេដានឹងបន្តទៀតញោមប៉ុន្តែមិនយូរទេព្រោះត្រូវច្រើនពनुहुងដែរម្ដាយឪពុកនឹងក៏ស្លាប់ទៅខ្លួនឯងក៏ចាប់ផ្ដើមខូចចិត្តនឹងអំពើខុសឆ្គងខ្លួនឯងទៅក៏ស្លាប់ដែរទៅមិនយូរប៉ុន្មានស្លាប់ក្រោយពីស្លាប់ទៅណាកូនហ្នឹងភ្លើងឆេះនៅនរកឯណោះក្រិនតែស្លាប់ពីមនុស្សទៅកើតនៅនរកភ្លើងឆេះក្រិនតែរយៈកាលភ្លើងឆេះហ្នឹងអស់99ផែនដីញោមផែនដីកើតហើយវិនាសវិញផែនដីកើតហើយវិនាសវិញក្រាន់តែផែនដីដែលកើតហើយវិនាសវិញ99ដងមិនតិចទេណាញោមហ្នឹងដោយសារអីញោមដោយសារអីមិញដោយសារទោស
ប្រមាទចំពោះអ្នកមានគុណចឹងបាទអាត្មាទេសនាច្រើនតែផ្ដាំបងមិនថាស្រីមិនថាប្រុសពេលមានប្តីពេលមានប្រពន្ធហើយកុំដល់ថ្នាក់ជឿប្តីឬជាពាក្យប្រពន្ធហើយទៅស្អប់ម៉ែឪខ្លួនឯងបាបធ្ងន់ណាបាបធ្ងន់ហ្មងញោមមានណាសម័យឥឡូវហ្នឹងអ្នកខ្លះបានប្តីជឿប្តីស្អប់ម៉ែខ្លួនឯងអ្នកខ្លះបានប្រពន្ធជឿតែប្រពន្ធញុះញង់ចុះឡើងអារឿងទ្រព្យសម្បត្តិចេះស្អប់ម៉ែខ្លួនឯងលែងចូលផ្ទះម៉ែខ្លួនឯងមានណាញោមមានណាញោមបងខនមិនមែនកូនញោមអ្នកស្រុកនេះណោអ្នកស្រុកប៉ាន់ណោអាត្មាធ្លាប់ជួបធ្លាប់ឃើញផ្នែកហ្នឹងហ្មងអាកាលពីមិនទាន់មានគូហ្នឹងអូនិយាយពីស្រឡាញ់ម៉ែឪទៅត្រុកទៅណាក៏ទៅតាមដល់ពេលមានប្តីទៅជឿខាងប្តីចុះឡើងរឿងពេលម៉ែចែកទ្រព្យដីអាដែលត្រូវប៉ាន់ធ្វើអីហ្នឹងចុះឡើងប្តីញុះញង់ចុះឡើងប្រពន្ធហ្នឹងលែងចូលតែស្អប់ម៉ែខ្លួនឯងបង្កើតខ្ញុំឯងមើលអូអាស្អប់អត់ទៅហើយសិតតែទម្លាក់ពាក្យទៀតទម្លាក់ពាក្យហ្មងផ្ទះម៉ែមួយលែងជន់ហ្មងកុំថាឈឺងាប់ក៏អត់ទៅដែរចូលម្លឹងលោកតែចឹងញោមហើយតាចេញប៉ុណ្ណឹងហើយណាញោមគ្មានរួចពីនរកទេអត់រួចហ្មងញោមអត់រួចទេញោមចាំអាត្មាផ្ដាំទៅញោមទាំងអស់បើដែលនៅមានម៉ែនៅមានឪហ្នឹងគូក៏បីភ្ញាក់រលឹកខឹងគាត់ណាទោះបីជាគាត់មិនដឹងក៏យើងនៅតែបាបដែរកុំព្រោះតែដោយសារពាក្យញុះញង់ខាងសាច់ថ្លៃខាងប្រពន្ធឬខាងប្តីស្អប់ម៉ែព្រោះតែម៉ែឲ្យចែកទ្រព្យលើខ្វះគ្នាបន្តិចបន្តួចហើយនឹងស្អប់គាត់ណាកុំឲ្យសោះហ្នឹងពាក្យមួយថាសัตว์ឆ្កែខំគ្នាព្រោះតែដើមលាមកអាកូនគំរក់ឆ្លោះគ្នាតែដើមគេញោមកុំឲ្យវាចូលអាហ្នឹងញោមទៅទៀមទាអីណាពេកអាខ្លួនឯងមកកើតមួយគាត់ផ្ដាល់កំណើតឲ្យគាត់ចិញ្ចឹមគាត់ថែរក្សាឲ្យរៀនឲ្យសូត្រប៉ុណ្ណឹងហើយទៅទារអីទៀតណញោមណបើគាត់ឲ្យបណ្ណាត្រេកអររីករាយប៉ុណ្ណឹងទៅសុខប៉ុណ្ណឹងទៅអាខ្លួនឯងកាលនៅរៀនម៉ែលក់គោផងលក់ស្រែផងឲ្យរៀនបានចេះបានដឹងប៉ុណ្ណឹងមានការងារមានអីធ្វើប៉ុណ្ណឹងហើយដល់ពេលគាត់ចែកទ្រព្យឲ្យតិចជាងប្អូនពៅនៅផ្ទះបន្តិចទៅចំណែនប្អូនពៅប្អូនពៅកើតមកឈឺរហូតអត់មានបានរៀនបានសូត្រណោះញោមណោះកើតមកអត់បានរៀនបានសូត្រទេបាទថ្នាក់ទី9ឈឺពេកឈប់រៀនហើយនៅមើលម៉ែចាស់ចរិយាផងប្រចាំថ្ងៃក៏បានដីធំជាងបងបន្តិចអាបងចំណែនដែរហើយធ្វើបងគេឈួតចឹងចំណែនប្អូនកើតមកពីផ្ទៃម្ដាយតែមួយចឹងគេមានឲ្យជ្រុំជ្រែងគេបន់ឲ្យបងប្អូនមានមែនទេញោមណោះហើយទៅចំណែនហើយចឹងឈួតជាពីណាមកចឹងហ្មងបានហើយចប់ហើយទេហ្នឹងចឹងអាត្មាគាត់ទៅបញ្ជាក់មកវិញថាអតីតជាតិរបស់ព្រះមហាមោគលានហ្នឹងគឺបរោះដែលធ្វើបាបម្ដាយណាញោមណាគ្រាន់តែភ្លើងឆេះក្នុងមហានរកអស់99ផែនដីចឹងទេថ្ងៃនេះកូនប្រុសកូនស្រីរបស់យាយអេមបាននាំគ្នាដឹងគុណហើយគោរពប្រណិប័តចាត់ចែងជាបច្ច័យ4ធ្វើបុណ្យជូនអ្នកមានគុណនេះបានបុណ្យច្រើនណាស់ញោមបុណ្យច្រើនណាស់មិនអាចកណនាថាប៉ុណ្ណេះប៉ុណ្ណោះបានទេនឹងសូមអនុមោទនាជ្រះថ្លាជាមួយនឹងបុណ្យកូនចៅរបស់ញោមអេមទាំងអស់គ្នាអនុមោទនា